អនុទីនគួរហោះទៅទីក្រុងភ្នំពេញដើម្បីជួបនិយាយគ្នាផ្ទាល់ជាមួយសម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតលោកសាស្ត្រាចារ្យកាស៊ីតដែលជាជនជាតិថៃបាននិយាយថាចំនួនរវាងថៃជាមួយកម្ពុជាវាបានធ្វើឲ្យអន្តរជាតិគេធុញទ្រាន់ទៅហើយដោយគិតថាចំនួននេះជាចំនួនកូនក្មេងមិនទាន់ដឹងក្តីអីចឹងដែរអន្តរជាតិគេធុញហើយលោកកាស៊ីតបន្ថែមថាលោកនាយករដ្ឋមន្ត្រីអនុទីនអាចនឹងត្រូវហោះហើរទៅកាន់ទីក្រុងភ្នំពេញតែម្ដងក៏បានដើម្បីទៅជួបពិភាក្សាជាមួយទាំងសម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតរួចហើយនិយាយគ្នាចំនិងដោយបើកចំហតែម្ដងថាយើងមិនអាចរស់នៅបន្តស្ថានភាពបែបនេះកើតនោះទេព្រោះការរស់នៅបែបនេះវាកំពុងបង្កការក្តៅក្រហាយដល់ប្រជាជននៃប្រទេសទាំងពីរទាំងខាតបង់ថវិកានិងទ្រព្យសម្បត្តិចំណុចទី2យើងកំពុងតែក្លាយជាអ្នកបំផ្លិចបំផ្លាញដល់អាស៊ាននិងតំបន់មេគង្គហើយវាក៏ធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយមិត្តភ័ក្តិបរទេសមិនថាជាជប៉ុនអាមេរិកឬចិនគឺគេនឿយណាយចិត្តទាំងអស់គ្នាដោយសារតែក្មេងពីរនាក់នេះឆ្លោះគ្នាមិនចេះចប់មិនចេះហើយសោះនៅក្នុងកែវភ្នែករបស់សហគមន៍ពិភពលោកគេមើលឃើញថាយើងជាទារកក្មេងមិនទាន់ដឹងក្តីក្នុងចំណោមប្រទេសនានាវាមិនមែនមានន័យថាយើងមិនមានយន្តការនោះទេយើងមានទាំង MOU មានទាំងគណៈកម្មការដែលបានបង្កើតឡើងរួចហើយគឺត្រូវតែជំរុញឲ្យដំណើរការទៅមុខឲ្យបានលឿនបំផុតហើយក្នុងអំឡុងពេលនេះគឺត្រូវព្រមព្រៀងគ្នាដកកម្លាំងទាហានថយក្រោយ30គីឡូម៉ែត្របន្ទាប់មកឲ្យមានការជូនដំណឹងទៅវិញទៅមកហើយយើងក៏អាចនាំអ្នកសង្កេតការពីអាស៊ានបូករួមទាំងអង្គការសហប្រជាជាតិមកក៏បានដើម្បីមកជួយពិនិត្យមើលថាតើភាគីទាំងពីរបានអនុវត្តតាមកិច្ចព្រមព្រៀងដែរឬទេពោលគឺការដកកម្លាំងចេញរឿងនេះវាមានផ្លូវនិងមានវិធីសាស្ត្រជាច្រើនណាស់ដែលអាចធ្វើទៅបានដើម្បីបង្កើតឲ្យមានភាពស្របច្បាប់តម្លាភាពអាចត្រួតពិនិត្យបានហើយប្រជាជននៅតាមខេត្តជាប់ព្រំដែនទាំង6-7របស់ថៃយើងនឹងមានភាពកក់ក្ដៅនិងសប្បាយใจអស់បារម្ភរីឯជនជាតិថៃជាង60លានអ្នកផ្សេងទៀតក៏អស់បារម្ភដូចគ្នាដែរចំពោះរឿងនេះហើយអ្វីដែលសំខាន់នោះគឺថាខាងកម្ពុជាត្រូវតែមកធ្វើការនៅក្នុងប្រទេសថៃព្រោះនៅខាងនោះមិនសូវមានការងារធ្វើក្នុងពេលតែមួយយើងក៏កំពុងខ្វះខាតកម្លាំងពលកម្មដែរដូច្នេះគួរតែធ្វើវាឲ្យទៅជាប្រព័ន្ធនិងមានរបៀបរៀបរយទៅវាមានរឿងរ៉ាវជាច្រើនដែលអាចចាត់ចែងដើម្បីឲ្យមានការរីកចម្រើនទៅមុខបានប្រសិនបើខាងរដ្ឋាភិបាលចាត់ទុកផ្លូវនៃសន្តិភាពជាគោលយកវិធីសាស្ត្រការទូតជាធំហើយមិនបាច់ទៅអៀនខ្មាស់ក្នុងរឿងដែលថាតើអ្នកណានឹងត្រូវលើកទូរស័ព្ទនិយាយមុននោះទេវាមិនបានធ្វើឲ្យបាត់បង់នូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់លោកអនុទីនឬធ្វើឲ្យលោកបាត់បង់អំណាចអ្វីនោះទេព្រោះយើងជាអ្នករក្សាសន្តិភាពគឺត្រូវនិយាយមុនមិនមែនគិតតែពីគំនិតបែបកូនក្មេងថាខ្ញុំជាមនុស្សល្អព្រោះហេតុនេះឯងមកធ្វើបាបខ្ញុំលោកអនុទីនត្រូវតែទូរស័ព្ទមកខ្ញុំមុនឬសម្ដេចហ៊ុនសែនឯងត្រូវតែមកសំពះសុំទោសខ្ញុំមុននោះឡើយចរិតតង់រងក់ដោយតួអង្គក្នុងរឿងភាគបែបនេះគឺមិនយកមកប្រើប្រាស់ឡើយបាន Like, share and follow more